ណាស្គីងុយទឹកងុយអីហើយស្រួលខ្លួនគេហើយគេលក់ស្កប់ស្កល់ដល់ពេលក្រោកឡើងក៏ស្លៀកពាក់ខោឲ្យបដូររៀបចំចេញមកផ្ទះហើយថ្ងៃហ្នឹងថ្ងៃទី3ហើយធម្មតាអ្នកដែលកើតកូនដោយធម្មជាតិគឺគេឲ្យដេកពេទ្យតែ2ថ្ងៃទេប៉ុន្តែមកពីម្អូនត្រូវការចាក់ថ្នាំ antibiotic នៅថ្ងៃទី3ហ្នឹងព្រោះតែ her temperature dropped twice at 96ហើយណាមួយពេលខ្ញុំកំពុងតែប្រឹងកើតនឹងខ្ញុំគ្រុនក្តៅដល់ពេលចឹងទៅឆ្លងដល់កូនក្នុងពោះដែលអត់ទាន់កើតមកមួយវិញទៀតគឺខ្ញុំដើរអត់រួចទេបន្ទាប់ពីកើតកូនហើយតតែយប់មុនថ្ងៃទៅផ្ទះនឹងបានរៀនដើរខ្លួនឯងតិចដើររួចពួកអីស្ពឹកជើងមកខាងហើយឈឺមុខរបួសខ្លាំងហើយឃើញគេអ្នកកើតកូនដូចគ្នាគេវះផងគេនៅតែដើរគេកើតកូនបានប៉ុន្មានម៉ោងគេដើរព្រៃគេពោកូនពោអីហើយខ្លួនឯងឈឺមកដល់ផ្ទះហើយក៏នៅតែឈឺដើរអត់រួចហើយហ៊ានពោកូនដើរផ្ដេសផ្ដាស់ហើយគឺពោតែពេលអង្គុយឯងព្រួយខ្លាចដួលទាំងម៉ែទាំងកូន